เรื่องปราสาทអង្គរក្តីសុបិនរបស់ព្រះរាជាកាលពី7 មុខឆ្នាំមុនព្រះបាទសូរ្យវរ្ម័នទី 2 មានក្តីសុបិនចង់កសាងឋានសួគ៌នៅលើដីការជ្រើសរើសទីតាំងទ្រង់បានរើសទីតាំងដ៏ពិសិដ្ឋបំផុតដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុនិងការពារអាណាចក្រខ្មែរការចាប់ផ្ដើមគូរប្លង់អ្នកប្រាជ្ញនិងវិស្វករបានរួមគ្នាគូរប្លង់ប្រាសាទដែលមានទម្រង់ជាភ្នំព្រះសុមេរុការកាប់ថ្មពីភ្នំគូលែនថ្មផករាប់លានដុំត្រូវបានកាប់យកចេញពីភ្នំគូលែនដ៏ស័ក្តិសិទ្ធិការដឹកជញ្ជូនតាមខ្សែទឹកថ្មទាំងនោះត្រូវបានដឹកតាមក្បូនហូរតាមខ្សែទឹកឆ្ពោះមកកាន់ក្រុងភ្នំពេញកម្លាំងសាមគ្គីរបស់ប្រជារាស្ត្រខ្មែររាប់ម៉ឺននាក់បានរួមកម្លាំងគ្នាដោយក្តីស្រឡាញ់និងជំនឿដំរីសឹកជួយកសាងសត្វដំរីដ៏អង្អាចក៏បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកថ្មធំការឆ្លាក់រូបអប្សរារាប់ពាន់ត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ហាក់ដូចជាមានជីវិតរស់រវើកកំពូលប្រាសាទទាំង5បានលេចរូបរាងឡើងបន្តិចម្ដងឆ្ពោះទៅរកមេឃាការជីស្រះស្រង់និងបារាយការជីបទឹកព័ទ្ធជុំវិញប្រាសាទដើម្បីតំណាងឲ្យមហាសមុទ្រក្នុងលោកធាតុវិទ្យាការប្រឈមនឹងឧបសគ្គទោះបីមានភ្លៀងផ្គរយ៉ាងណាក៏ស្មារតីកូនខ្មែរមិនដែលរាថយឡើយទេវតាចុះមកប្រទានពរទេវតាលើមេឃាបានប្រទានពរឲ្យប្រាសាទនេះคล้ายជាអច្ឆរិយៈជាប់អស់កាលប្រាសាទអង្គរវត្តលេចរូបរាងពេញលេញទីបំផុតអង្គរវត្តដ៏អស្ចារ្យបានសម្រេចជាស្ថាពរជាមោទនភាពនៃអាណាចក្រខ្មែរពិធីបុណ្យដ៏ធំត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យបំផុតក្នុងលោកពិធីបុណ្យសម្ពោធពិធីបុណ្យដ៏ធំត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យបំផុតក្នុងលោកសេចក្តីបញ្ចប់មរតកដូនតា Angkor Wat! This is so ទីជា cool! ដួងភ្លឺលឹងខ្មែរនិងជា Let's ភស្តុ go តាងអំពី explore! អរិយធម៌ដ៏រុងរឿង Wow, ដែល Angkor មិនអាច Wat! កាត់ថ្លៃ This បាន is so